ពេលដែលចេញពីធ្វើការល្ងាចឡើងគិតថាឃ្លានម្ហូបបែបស្រុកស្រែម្ហូបបែបលក្ខណៈគ្រួសាររសជាតិបែបស្រុកស្រែរសជាតិបែបអ្នកផ្ទះអីយើងធ្វើអីចឹងណាសាមញ្ញធម្មតាហ្នឹងគឺបងប្អូនអាចមកម្ដុំខាងក្រោយគិរីរំនេះបានបងប្អូននៅកន្លែងមកគាត់នេះអាចថាជាទីតាំងមួយស្ងប់ស្ងាត់លាក់ខ្លួនពូនអាត្មាអីចឹងទៅសម្រាប់អ្នកដែលគាត់ចេញពីធ្វើការមកអីហ្នឹងគាត់កំងម្ហូបញ៉ាំបាយនៅកន្លែងនេះហើយគាត់អាចដាក់មយោអីតិចតួចចែកគ្នាលេងឲ្យបានដោយសារតែមុខម្ហូបរបស់គាត់មានទាំងម្ហូបដែលយើងអាចញ៉ាំបាយបានហើយក៏គាត់មានជាប្រភេទម្ហូបក្លែមឯដែរហើយនៅកន្លែងមកគាត់ហ្នឹងមានម្ហូប3 4មុខដែលខ្ញុំចាប់អារម្មណ៍ថាវាពិសេសប្រចាំហាងរបស់គាត់ហ្នឹងគឺមួយមុខទី1នេះបងប្អូននេះជាប្រភេទខកាពះត្រីរ៉ស់ត្រីឆ្ដោអីរបស់គាត់នេះអានេះមិនមែនជាកាពះត្រីស្ងួតដែលគេលក់ឃើញហាលស្ងួតអីណាអានេះគឺជាប្រភេទកាពះត្រីស្រស់ដែលគេកំងពីម៉ូយដែលគេវះធ្វើត្រីងៀតអីហ្នឹងគឺគេលាងសម្អាតយកមកគាត់នេះគាត់មានម៉ូយអីរបស់គាត់ចឹងទៅឃើញគាត់លាងសម្អាតអីចឹងហើយគាត់ហាន់ជាមួយនឹងសាច់ជ្រូក3ជាន់នេះលាយព្រោះហ្នឹងយើងអាចខលាយមួយសាច់ជ្រូកចេះដើម្បីឲ្យវាមានរសជាតិខ្លាញ់ទុនអីលើកាពះត្រីហ្នឹងកុំឲ្យវាខ្សោះពេកហើយរបបនៃការខកាពះត្រីរបស់គាត់យើងឃើញមានតិចដែលគាត់មាន style របស់គាត់ដែលយើងមិនអាចធ្វើដូចគាត់ណាអានេះគឺគាត់កូរស្ករកូរអីចឹងហើយគាត់វាយគ្រឿងចូលមួយអាស្ករដែលគាត់កូរណាកូរត្នោតហ្នឹងមានទឹកត្រីមានអីដាក់ចូលចឹងទៅបានគាត់ចាក់កាពះត្រីហ្នឹងលាយជាមួយនឹងសាច់ជ្រូក3ជាន់ហ្នឹងពេលដែលដួសមកហ្នឹងគាត់ដាក់មួយលឹកខ្ទឹមមួយអីចឹងទៅហើយនៅកន្លែងមកគាត់នេះមានអ្នកខ្ចប់ក៏ច្រើនអ្នកអង្គុយញ៉ាំនៅហាងមកគាត់ហ្នឹងក៏ច្រើនដែរគាត់ចាប់បើកពីម៉ោង5ល្ងាចទៅបងប្អូនអាចថាម៉ោង8 9នេះហ្នឹងគាត់បិទដែរប៉ុន្តែបើមានអ្នកអង្គុយនៅលេងអីចឹងក៏តតាមហ្នឹងចឹងទៅប៉ុន្តែអាចថាគាត់បិទជាក្រានម៉ោង9ម៉ោង10អីចឹងណាហើយប្រភេទញ៉ាំងើអីរបស់គាត់នេះក៏គាត់មានតិចនិចក្នុងការស្ងោរជូរដិតឆ្ងាញ់ដែរញ៉ាំងើនៅកន្លែងរបស់គាត់ហ្នឹងគឺឆ្ងាញ់ហើយបងប្អូនគឺញ៉ាំងើដែលគាត់ធ្វើដោយខ្លួនឯងណាប៉ុន្តែគាត់លួចបន្ថែមជាមួយនឹងអាជ្រក់គីមបួយនេះបងប្អូនអាគីមបួយនេះគាត់ដាក់មកគ្រាប់ចូលទៅដូចបងប្អូនឃើញអញ្ចឹងទៅហើយស្ងោរញ៉ាំងើមាន់អែមណាស់បងប្អូនរសជាតិអានេះគឺលេខ1ប្រចាំហាងរបស់គាត់ណាប្រភេទញ៉ាំងើមិនថាសាច់ទាឬសាច់មាន់ទេហើយបន្ទាប់មកហ្នឹងមានខកាពះត្រីហ្នឹងហើយសម្រាប់ខ្ញុំប៉ុន្តែភាគច្រើនដែលគេស្គាល់គាត់ដែលគេល្បីហ្នឹងគឺខកាពះត្រីមួយសាច់ជ្រូក3ជាន់របស់គាត់ហើយមានប្រភេទឆាសណ្តែកបដោះជាមួយនឹងតៅហ៊ូជាមួយនឹងឈាមមួយអីនេះអាហ្នឹងក៏ពិសេសដែរសម្រាប់ម្ហូបញ៉ាំបាយណាហើយគាត់មានឆាកែបមានអីឆាកសាំងទៀបមានអីច្រើនបងប្អូនប៉ុន្តែរសជាតិដែលខ្ញុំពេញចិត្តហើយញ៉ាំបាយឆ្ងាញ់ហើយយើងអាចក្លែមបានគឺប្រភេទមាន់ឆាក្តៅរបស់គាត់សូម្បីតែរបបនៃការឆាអីរបស់គាត់យើងឃើញតែបន្តិចទេបងប្អូនប៉ុន្តែវាធ្វើឲ្យយើងមើលទៅទាំងរសជាតិទាំង color ទាំងសោភ័ណភាពអីដែលមើលទៅគឺទំនងហ្មងគឺគាត់ហាន់សក្រីម្ដេងលើក្រូចសើចអីចំណិតចឹងមកហើយគាត់យកទៅបំពងសិនបំពងឲ្យស្រួយឲ្យក្រៀមហ្នឹងហើយគាត់ដួសទឹកម្ដុំសិនពេលដែលឆាមាន់ហ្នឹងហើយចូលគ្រឿងអីហ្នឹងគាត់ដាក់គ្រឿងដីហើយហ្នឹងគាត់ដាក់ទឹកបន្តិចមកគាត់គ្របគឺគាត់គ្របគាត់អប់ឲ្យវារីងទឹកពេលដែលបើកកម្របមកដូចបងប្អូនឃើញនេះគឺគោកទឹកហើយនៅប៉ែតិចចឹងទៅហើយគាត់បន្ថែមខ្លាញ់តិចទៅគាត់ឆាត្រឡប់មកដាក់គ្រឿងដែលគាត់បំពងនឹងចូលមកអូតំណងណាបងប្អូនអានេះនិយាយទៅនៅកន្លែងរបស់គាត់ហ្នឹងមានតិចដែលយើងមើលទៅគឺអត់សូវចាប់អារម្មណ៍ទេបងប្អូនប៉ុន្តែវាអាចជួយធ្វើឲ្យទាំងរសជាតិម្ហូបទាំង color ទាំងការរៀបចំដេគ័រសោភ័ណភាពម្ហូបអីរបស់គាត់ហ្នឹងគឺមើលទៅគួរឲ្យតំណងឆ្ងាញ់ហ្មងហើយរសជាតិរបស់គាត់ហ្នឹងក៏វាយគ្រឿងត្រូវដែរបែបលក្ខណៈគ្រួសារយើងហ្មងអត់ផ្អែមពេកហើយក៏មិនប្រៃពេកដែរល្មមមកឆ្ងាញ់ហើយដូចបងប្អូនសង្កេតឃើញនៅកន្លែងរបស់គាត់ធ្វើនេះសាមញ្ញហើយក៏មិនមានជួលចុងភៅមានអីមកបណ្ណាទេសុទ្ធតែបងប្អូនកូនគាត់អីអ្នកធ្វើទាំងអស់ហើយខ្ញុំសង្កេតឃើញរបស់ប្រើប្រាស់អីរបស់គាត់មានច្ក្រានលើមានទោះបីបើគាត់មានច្ក្រានមានហូតមានអីចឹងក៏គាត់នៅរក្សាការប្រើរបស់របរបែបបុរាណអីដូចឆ្នាំងចាក់ហើយប្រភេទឆ្នាំងចាក់ឆ្នាំងអីបែបចំណាស់បុរាណចេះបងប្អូនមិនងាយធ្វើឲ្យម្ហូបខ្លោចអីងាយទេហើយអានេះគឺអប់គឺអីហ្នឹងគឺងុំល្អសំបីតែរបបការដាំបាយរបស់គាត់ដាំបាយនៅច្ក្រានលើមួយខ្ជុងហើយអាឆ្នាំងចាក់នេះអូតំណងណាបងប្អូនគ្រាន់តែឃើញបាយរបស់គាត់ហើយក៏យើងអាចសម័យថាញ៉ាំមួយអីក៏ឆ្ងាញ់ដែរប្រភេទបាយបែបនេះហើយគាត់ប្រើអង្គល្អហើយគាត់ដាំខ្ជុងស្រស់ទឹកល្អមានក្តាំងមានអីចឹងអូជាតិណាស់និយាយទៅរសជាតិម្ហូបរបស់គាត់អែមហើយភាគច្រើនអ្នកដែលគាត់ចេញពីធ្វើការម៉ោង5អីហ្នឹងគឺសំដៅទៅរកម្ហូបរបស់គាត់ហ្នឹងហើយមានកាពះត្រីមានឆាក្តៅមាន់មានស្ងោរងាំងើមាន់ស្ងោរងាំងើទាអញ្ចឹងទៅមានកែបមានតុងមានអីច្រើនម្ហូបរបស់គាត់ក៏ច្រើនដែរប៉ុន្តែភាគច្រើនអ្នកដែលគេស្គាល់កន្លែងគាត់ខ្លាំងជាងគេហ្នឹងគឺពាក់ព័ន្ធជាមួយនឹងខកាពះត្រីរបស់គាត់អាចថាជាម្ហូបមួយឈានមុខគេប៉ុន្តែបើសម្រាប់ខ្ញុំគិតថាស្ងោរងាំងើទាស្ងោរងាំងើមាន់របស់គាត់គឺជាតិបំផុតហើយអានេះគឺលេខ1សម្រាប់ខ្ញុំណាអែមណាស់បងប្អូនដោយសារតែអាតិចនិចគាត់លួចដាក់អាគីមបួយនឹងតិចបងប្អូនអានេះវាធ្វើឲ្យរសជាតិជូរដិតស្ងោរងាំងើមួយឆ្នាំងហ្នឹងគឺជូរដិតឆ្ងាញ់ហ្មងអានេះខ្ញុំធានាឲ្យបងប្អូនហត់មួយចានគឺបែកញើសមានកម្លាំងងាយឡើងអីចឹងនេះឆាក្តៅមាន់ឆាក្តៅទាអីហ្នឹងកំងមកបងប្អូនដាក់មកវិជាគាត់មកយូរអីចឹងមកជាតិហើយកន្លែងគាត់អង្គុយអីសាមញ្ញធម្មតានៅក្នុងផ្ទះអីចឹងដូចបងប្អូនឃើញខាងក្រោយដែលខ្ញុំបង្ហាញនេះណាគឺនៅក្នុងផ្ទះគាត់រស់នៅសាមញ្ញផ្ទះពីមុនបុរាណអីចឹងណាហើយកន្លែងរបស់គាត់នេះគឺបើកយូរឆ្នាំហើយបងប្អូនខ្ញុំជឿថា
តូចណាស់ក៏20ទៅ30ឆ្នាំដែរប៉ុន្តែខ្ញុំអត់បានសួរគាត់ថាបើករយៈពេលប៉ុន្មានហើយប៉ុន្តែសម្បីតែឈ្មោះសម្បីតែអីក៏អត់មានដែរហើយចាំមើលខ្ញុំដាក់ទីតាំងព័ត៌មានបិទឲ្យបងប្អូនដែរសម្រាប់បងប្អូនដែលចង់ទៅសាកណាហើយគាត់បើកចាប់ពីម៉ោង5ល្ងាចដល់ម៉ោង9យប់អីហ្នឹងគាត់បិទជាច្រើនដែរប៉ុន្តែបងប្អូនអាចនៅអង្គុយលេងដល់ម៉ោង10ម៉ោងអីចឹងទៅហើយខ្ញុំជឿថាអ្នកដែលធ្លាប់ទៅញ៉ាំកន្លែងគាត់គឺគ្មានបណ្ណាមួយខកចិត្តជាមួយនឹងរសជាតិរបស់គាត់ទេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេដើម្បីចែកម្លែកអរគុណបងប្អូនជំរាបលាបាយ